សួស្តីអ្នកទាំងអស់គ្នាខ្ញុំមកទៀតហើយហើយមានបងប្អូនអនជាច្រើនគាត់ចង់ឲ្យខ្ញុំនិយាយតាក់ទងជាមួយនឹងតារានីកហើយខ្ញុំមិនដឹងថាត្រូវស្ដាប់ពីតារានីកណាមុនទេអញ្ចឹងទៅខ្ញុំនឹងមកបើកនៅក្នុងនេះនៅក្នុងហ្នឹងមានតារានីកចំនួន12តារានីកហើយខ្ញុំនឹង select មួយហើយខ្ញុំនឹងនិយាយពីតារានីកមួយក្នុងចំណោមហ្នឹងនៅក្នុងខែ4ហ្នឹងតើនឹងមានរឿងអីកើតឡើងអញ្ចឹងទៅខ្ញុំហៅសិនខ្ញុំហ្នឹងណាខ្ញុំដូចជាចង់បានចង់គេបានតាក់ទងមួយទៀតអូលីអូខ្ញុំបានតាក់ទងជាមួយនឹងតារានីកលីអូអ្នកទាំងអស់គ្នារៀងចាំងតិចហើយអញ្ចឹងកុំឲ្យខាត់ពេលយូរបើកតារានីកលីអូទាំងអស់គ្នាចង់ដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងថាលីអូគឺជាតារានីកធាតុភ្លើងហើយរូបតំណាងឲ្យសត្វតោអ្នកទាំងអស់គ្នាអញ្ចឹងចង់ដឹងថានៅក្នុងខែហ្នឹងតារានីកលីអូគាត់នឹងមានរឿងអីកើតឡើងណោះអញ្ចឹងខ្ញុំសាកពីមើលទាំងអស់គ្នាas of shot អ្នកទាំងអស់គ្នាជាទូទៅតារានីកលីអូគឺជាតារានីកមួយដែលដូចថាមានភាពក្លាហានមានមហិច្ឆតាខ្ពស់ហើយអ្នកទាំងអស់គ្នាតាមតែខ្ញុំធ្លាប់សង្កល់មើលអ្នកជំនាញខ្លួនខ្ញុំហើយខ្លួនខ្ញុំផ្ទាល់ក៏ជាតារានីកលីអូដែរអ្នកទាំងអស់គ្នាអញ្ចឹងតារានីកលីអូភាគច្រើនគឺអត់ចោះចាញ់ទេគឺតតាំងទៅមុខជានិច្ចហ្មងទោះបីត្រូវឈឺចាប់ច្រើនដងមិនក៏តារានីកលីអូតែតែមានក្តីសង្ឃឹមទៅមុខជានិច្ចហ្មងអ្នកទាំងអស់គ្នាខ្ញុំទទួលស្គាល់ហ្មងព្រោះវាជាខ្ញុំទោះបីខ្ញុំធ្លាក់រាប់រយដងក៏ខ្ញុំនៅតែមានសង្ឃឹមទៅមុខទៀតខ្ញុំមិនដែរចោះចាញ់ទេខ្ញុំមិនដែរមានអារម្មណ៍ថាខ្ញុំខ្មាស់អៀនគេអ្នកទាំងអស់គ្នាខ្ញុំនិយាយតាមត្រង់ណាទោះខ្ញុំពិបាកមិនខ្ញុំត្រូវធ្វើសពគ្រប់បែបយ៉ាងដើម្បីឲ្យជីវិតខ្ញុំល្អប្រសើរខ្ញុំមិនដែរខ្មាស់អៀននឹងអ្នកជុំវិញខ្លួនថាខ្ញុំធ្វើអត់បានល្អឬក៏អីអញ្ចឹងអាហ្នឹងគឺជាអីខ្ញុំផ្ទាល់ខ្លួនណាអ្នកទាំងអស់គ្នាហើយតារានីកលីអូទេសោតគឺមានមហិច្ឆតាខ្ពស់ហើយបើចំណុចគេហៅចំណុចខ្សោយនិយាយឲ្យអត់គាត់ស្ដាប់ហ្មងចំណុចខ្សោយតារានីកលីអូហ្នឹងគឺ seek for attention មានន័យថាត្រូវការភាពគេហៅថាត្រូវការមានអ្នកលួងលោមត្រូវការអ្នកយកចិត្តទុកដាក់ខ្លាំងមែនទែនហ្មងអ្នកទាំងអស់គ្នាហើយអញ្ចឹងទៅសម្រាប់ការនៅក្នុងខែ4ហ្នឹងតារានីកលីអូគឺគាត់នឹងជួបរឿងមួយដែលអត់ស្មានដែលនឹកស្មានមិនដល់ដូចគ្នាអ្នកទាំងអស់គ្នា as of shot ហ្នឹងន័យថាគាត់កាន់ដៅប្រយុទ្ធទោសរបស់មួយដែលគាត់ទន្ទឹងរង់ចាំយូរហើយគាត់ថាគាត់នឹងធ្វើវាបានហើយក្នុងខែ4ហ្នឹងខ្ញុំគិតថាអ្នកដែលជាតារានីកលីអូហ្នឹង most likely ហ្មងគាត់នឹងជួបរឿងដែលនឹកស្មានមិនដល់ដូចគ្នាហើយគាត់នឹងជួបរឿងហ្នឹងដែលគាត់ប្រាថ្នាយូរហើយវានឹងមកនៅក្នុងដៃអ្នកទាំងអស់គ្នាក្នុងពេលរយៈពេលឆាប់ៗនឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងអត់មានអីត្រូវកង្វល់ទេតាក់ទងជាមួយនឹងតារានីកលីអូបន្ទាប់មកតើមានរឿងអីកើតឡើងទៀតតាក់ទងជាមួយនឹងតារានីកលីអូខ្ញុំយកបាតហ៊ូមើលអ្នកទាំងអស់គ្នា The Hierophants អ្នកទាំងអស់គ្នាតារានីកលីអូនៅក្នុងខែ4ហ្នឹងអាចនឹងជួបគេហៅថាមានអ្នកចិត្តល្អអ្នកចិត្តសប្បុរសធម៌ឬក៏អ្នកដែលគេចូលចិត្តយើងហ្នឹងគេមានគំនិតចង់ជួយជ្រោមជ្រែងយើងឬក៏គេមានអារម្មណ៍ថាចូលចិត្តយើងអញ្ចឹងគេចែករំលែក idea ចំណេះដឹងថ្មីៗឬក៏ភាពច្នៃប្រឌិតថ្មីៗដើម្បីឲ្យបង្កើនសមត្ថភាពយើងបន្ថែមទៀតអញ្ចឹងមានន័យថាយើងជួបមិត្តភក្តិដែលល្អនិងអ្នកដែលជួយត្រួសត្រាយផ្លូវរបស់យើងអញ្ចឹងណាអូល្អទៀតហើយខ្ញុំបើកយកអ្នកទាំងអស់គ្នាខ្ញុំអត់ expect ថាគាត់នឹងបាន Leo ដែរអញ្ចឹងណាតោះមកនឹងមានរឿងអីទៀតpage of cup អ្នកទាំងអស់គ្នាអញ្ចឹងវា link ជាមួយនឹងកាតដំបង as of shot ហើយនឹង the hierophant នេះគ្នាអ្នកទាំងអស់គ្នា3កាតហ្នឹងគឺបាន upgrade ទាំងអស់មានបាន reverse ហើយណាមានន័យថាបានត្រង់ប្រឈរចំមុខយើងហ្មងអត់បានបជាហេអញ្ចឹងគេថាតារានីកលីអូនៅក្នុងខែ4ហ្នឹងណាគឺត្រូវខំបន្តិចខំមិនថាត្រូវខំហ្មងអ្នកទាំងអស់គ្នាហើយអាអីដែលអ្នកទាំងអស់គ្នាខំហើយនឹងរំពឹងថានឹងជួបរឿងដែលល្អសម្រាប់ជីវិតអ្នកទាំងអស់គ្នានឹងវានឹងបានហ្មងនេះ page of cup អ្នកទាំងអស់គ្នាថាអ្នកនឹងកាន់កៅទឹកមួយកាន់អីមួយដើម្បីយកទៅហូរត្រីដើម្បីញ៉ាំអញ្ចឹងហើយដល់ពេលទៅគាត់ហូរបានត្រីមែនហើយគាត់សប្បាយចិត្តព្រោះដោយសារយើងនៅសមុទ្រហើយសមុទ្រវាជ្រៅទៀតហើយដល់ពេលយើងរកត្រីបានមានន័យថាវាជារឿងមួយដែលនឹកស្មានអត់ដល់សមុទ្រធំល្វឹងល្វើយតែយើងបែរជាអាចរកត្រីបានដោយប្រើតែដៃហើយនឹងអាកៅដាក់ដើម្បីចាប់ត្រីអញ្ចឹងអ្នកទាំងអស់គ្នាអ៊ូល្អខ្លាំងណាតារានីកលីអូអ៊ូលុយមែនតើអញ្ចឹងកាត់មួយទៀតតាក់ទងជាមួយនឹងតារាលីអូមានអីទៀតទៅខ្ញុំមកសូវចេះសាព្រីnight of shot អ្នកទាំងអស់គ្នានិយាយទៅតារានីកលីអូនឹងរៀងចិត្តមូមុតរៀងភ្លើងវាថាផ្ទះអន្ទែងអីចឹងអ្នកទាំងអស់គ្នាដល់ពេលបានកាត់មកគឺផ្ទះអន្ទែងដូចគ្នាហ្មងអ្នកសិតតែដាវទាំងអស់ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់តារានីកលីអូនៅក្នុងខែ4ហ្នឹងក្តីប្រាថ្នាឬក៏អ្វីដែលអ្នកទាំងអស់គ្នាគិតទាំងការងារទាំងស្នេហាទាំងអីគេការរកស៊ីឬក៏អីគ្រប់យ៉ាងដែលយើងចង់បានណាឲ្យល្អសម្រាប់ខ្លួនឯងណាគឺនឹងមកដល់ដៃយើងហ្មងអ្នកទាំងអស់គ្នាខ្ញុំធានា 100% ហ្មងពូកាត់បើកមកល្អមែនតើណាអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់តារានីកលីអូអ្នកទាំងអស់គ្នាគឺជួបរឿងដែលល្អសម្រាប់ជីវិតខ្លួនឯងណាដែលនឹកស្មានអត់ដល់ទៀតហើយគឺរឿងល្អចូលមកទៀតហើយអញ្ចឹងតើសារ Guardian Angel សម្រាប់តារានីកលីអូគាត់នឹងមានសារអីដើម្បីឲ្យខាងតារានីកលីអូគាត់យកមកអនុវត្តតាមអញ្ចឹងណានៅក្នុងខែ4ហ្នឹងតាក់ទងជាមួយនឹង peace អ្នកទាំងអស់គ្នាវាយើងស្អិតដៃ peace អ្នកទាំងអស់គ្នាគេមានន័យថា calm your thoughts and move your awareness to a peaceful space inside your heart feel the ebb and flow of love the eternal movement of the stars your life is forever unfolding to greater spheres of love relax and do not worry about anything for all is well you will swing into a time of well-earned peace and tranquility អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់តារានីកលីអូឬក៏ណាគេដែលគាត់បានមើលវីដេអូហ្នឹងក៏ជាសារមួយសម្រាប់គាត់ដែរមិនថានេះឲ្យគាត់ថាតារានីកលីអូហ្នឹងគឺ specific
ក៏ជាងគេនៅក្នុងខែ4ហ្នឹងអញ្ចឹងណាចឹងអ្នកទាំងអស់គ្នាគេថាអ្នកទាំងអស់គ្នានឹងស្វែងរកនឹងជួប peaceful នេះមានន័យថាជួបសន្តិភាពផ្លូវចិត្តសន្តិភាពផ្លូវអារម្មណ៍ហើយអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាសប្បាយរីករាយជាងមុនណាអ្នកទាំងអស់គ្នាហើយគេថាកុំឲ្យយើងនឹងបារម្ភខ្លាំងពេកយើង relax ខ្លះទៅeverything ហ្នឹងគឺវា smooth ទេគឺវាល្អសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគេឲ្យអ្នកទាំងអស់គ្នាហ្នឹងត្រៀមចិត្តទទួលយករឿងដែលល្អចូលមកក្នុងជីវិតនៅក្នុងខែ4អញ្ចឹងណាអញ្ចឹងសម្រាប់ថ្ងៃហ្នឹងតាក់ទងជាមួយនឹងតារាលីកូលីអូគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ